ចឹងយ៉ាងម៉េចខ្ញុំព្យាយាមទៅជំរះចិត្តរបស់យើងទៅឲ្យបរិសុទ្ធឲ្យស្អាតឲ្យល្អអញ្ចឹងបើថាយើងសម្រានហ្នឹងក៏កុំអីច្រើនពេកចឹងទៅហ្នឹងហើយសម្អាតចិត្តនឹងឲ្យវាស្អាតឲ្យវាបរិសុទ្ធរបស់យើងឲ្យវាជ្រះស្រឡះទៅរឿងដែលវាហួសហើយឲ្យវាហួសទៅចោះរឿងដែលវាកើតឡើងហើយវាកើតទៅចោះដោះបានប៉ុន្មានយកប៉ុណ្្នឹងទៅហើយរឿងដែលយើងដោះមិនបានទេទុកវាសិនទៅបានន័យថាយើងជំរះចិត្តរបស់យើងឲ្យស្អាតសិនដើម្បីអីដើម្បីយកទៅដោះស្រាយរឿងហ្នឹងវិញយើងមិនអាចទុករឿងហ្នឹងចោលទេណាកាលណាបើយើងទុករឿងហ្នឹងចោលវាខ្លាចទៅជាជំងឺហើយអញ្ចឹងដើម្បីដោះស្រាយរឿងបានក៏តែយើងនៅក្នុងពុទ្ធសាសនាយើងគេបែងចែកធម៌ច្រើនប្រភេទញោមបាទប៉ុន្តែធម៌ងាយយល់ហើយពុទ្ធបរិស័ទញាតិញោមទាំងអស់ហ្នឹងអាចស្ដាប់បានងាយយល់ងាយចាំហើយក្នុងការសិក្សារៀនសូត្រគឺនៅក្នុងហ្នឹងគឺមានគេហៅថាសៀវភៅមួយគេហៅថាប្រជុំកងធម៌បាទញោមកាលណាយើងមានសៀវភៅនេះមួយយើងរៀនបែបជាសុភាសិតខ្លីៗគេហៅថាមាននៅចំណេះដឹងខ្លីៗដែលញាតិញោមមិនមានពេលវេលាឬក៏មិនមានអីហ្នឹងញាតិញោមអាចសិក្សារៀនតាមនឹងបានដើម្បីអប់រំនៃចិត្តរបស់យើងរងាប់នៅសេចក្តីខឹងក្រោធបានន័យថាបានសិក្សារៀនសូត្របានយល់ដឹងផ្នែកពុទ្ធសាសនានៅក្នុងប្រជុំកងធម៌នេះដែរគឺគេសង្ខេបនៅធម៌សំខាន់នៅក្នុងការអប់រំរបស់យើងនឹងឲ្យចេះបានន័យថាអប់រំនៅចិត្តគំនិតរបស់យើងនឹងកុំឲ្យប្រព្រឹត្តខុសអីជាដើមចឹងទៅអញ្ចឹងនៅក្នុងប្រជុំកងធម៌ហ្នឹងគឺទីមួយលោកថាធម៌ដែលមានឧបការៈច្រើននៅក្នុងនេះលោកចង់សម្ដៅទៅលើថារាល់ធម៌ដែលមានឧបការៈហ្នឹងគឺមានតែពីរទេបានន័យថាជាធម៌ដែលនាំឲ្យយើងហ្នឹងអាចឲ្យយើងហ្នឹងចេះដឹងខុសដឹងត្រូវណាញោមបាទទីមួយលោកថាសតិសេចក្តីរលឹកបានទីពីរលោកថាសម្បញ្ញៈសេចក្តីដឹងខ្លួនធម្មជាតិលោកបាលគ្រប់គ្រងរក្សាលោកពីរយ៉ាងឯងទីមួយមានហិរិសេចក្តីខ្មាស់បាបអតបៈសេចក្តីខ្លាចបាបហើយចំពោះធម៌ដែលធ្វើឲ្យល្អហ្នឹងគឺមានពីរយ៉ាងដែរទីមួយលោកថាខន្តីហ្នឹងគឺជាសេចក្តីអត់ធន់ទីពីរលោកថាសោរញ្ញៈគឺសេចក្តីស្ងប់ស្ងៀមចំពោះឯបុគ្គលរកបានដោយកម្រហ្នឹងគឺមានពីរពួកញោមបាទបុគ្គលដែលរកបានដោយកម្រហ្នឹងគឺមានពីរពួកទីមួយលោកថាបព្វការីអ្នកដែលធ្វើឧបការៈមុនទីពីរកតញ្ញូកតវេទីអ្នកដែលដឹងឧបការៈដែលលោកបានធ្វើហើយចេះតបទៅលោកវិញបានន័យថាយើងត្រូវតែមានចំពោះចេះដឹងគុណចំពោះអ្នកដែលធ្លាប់ប្រព្រឹត្តល្អធ្វើល្អចំពោះយើងហ្នឹងយើងត្រូវតែធ្វើល្អទៅគេវិញឬក៏មានឧបការៈហ្នឹងគឺដឹងគុណចំពោះអ្នកដែលបានធ្វើមកលើយើងវិញអញ្ចឹងចេះតបគុណអញ្ចឹងយើងខ្លាចទៅជាមនុស្សដែលមានកតញ្ញូមិនថាតែនេះទេគឺឪពុកម្ដាយដូចគ្នាដែរបើយើងត្រូវតែមានកតញ្ញូចំពោះគាត់គាត់បានទំនុកបំរុងថែទាំយើងនឹងពូជមកអញ្ចឹងហើយយើងត្រូវតែចេះដឹងគុណកុំធ្វើឲ្យគាត់ពិបាកចិត្តអីជាដើមអញ្ចឹងទៅនៅក្នុងមួយទៀតលោកថាតេកៈហ្នឹងពួក3ញោមបងរតនៈ3យ៉ាងព្រះពុទ្ធមួយព្រះធម៌មួយព្រះសង្ឃមួយព្រះពុទ្ធលោកប្រដៅពួកជនឲ្យប្រព្រឹត្តល្អដោយកាយវាចានិងចិត្តតាមព្រះធម៌វិន័យហៅថាព្រះពុទ្ធព្រះធម៌វិន័យគឺជាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធហៅថាព្រះធម៌ព្រះសង្ឃពួកជនដែលបានស្ដាប់ពាក្យព្រានប្រដៅរបស់ព្រះពុទ្ធហើយបួសប្រណិប័តតាមព្រះធម៌វិន័យហៅថាព្រះសង្ឃឯងគុណរបស់ព្រះរតនត្រ័យ3យ៉ាងគឺមានព្រះពុទ្ធទ្រង់ត្រាស់ដឹងនៃប្រពៃដោយព្រះអង្គជាមុនសិនហើយប្រដៅអ្នកដទៃឲ្យត្រាស់ដឹងតាមផងទី2ព្រះធម៌រក្សាប្រណិប័តមិនឲ្យបុគ្គលទាំងអស់នោះធ្លាក់ទៅក្នុងទីអាក្រក់ទី3ព្រះសង្ឃលោកប្រណិប័តល្អហើយតាមពាក្យព្រានប្រដៅរបស់ព្រះពុទ្ធហើយប្រដៅអ្នកដទៃឲ្យធ្វើតាមផងចឹងបានន័យថាលោកបានសិក្សារៀនសូត្រស្គាល់ទាំងវិន័យស្គាល់ទាំងស្គាល់នៅគេហៅថាមានចំណេះដឹងខ្ពង់ខ្ពស់បានជ្រាបច្បាស់នៅក្នុងធម៌អីជាដើមហ្នឹងលោកបានមកប្រណិប័តបានបញ្យល់ណែនាំផ្លូវរបស់ញាតិញោមហ្នឹងកុំឲ្យដើរប្រព្រឹត្តនៅខុសកន្លងធម៌អីជាដើមចឹងទៅអាកាសដែលព្រះពុទ្ធទ្រង់ប្រដៅមាន3យ៉ាងទី1អភិញ្ញាណទ្រង់ប្រដៅឲ្យអ្នកស្ដាប់ហ្នឹងដឹងពិតធម៌ដែលគួរដឹងគួរឃើញគួរយល់គួរស្គាល់សនិទានៈទ្រង់ប្រដៅមានហេតុកាលអ្នកស្ដាប់ហ្នឹងត្រេះរិះតាមរមែងឃើញពិតបានណាទី3សម្បាចហានិរិយៈទ្រង់ប្រដៅជាអស្ចារ្យគឺកាលអ្នកដែលស្ដាប់ប្រណិប័តតាមរមែងសម្រេចប្រយោជន៍តាមគួរដល់សេចក្តីប្រណិប័តបុគ្គលទាំងឡាយណាក៏ដោយប្រសិនបើបានន័យថាស្ដាប់ពាក្យព្រានប្រដៅរបស់ព្រះពុទ្ធទាំង3នេះបានន័យថាឃើញពិតមែនវាបានផលមែនហើយបានត្រេះរិះឃើញពិតជាអញ្ចឹងមែនហើយវាពិតជាអស្ចារ្យមែនបានន័យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ជាដើមអវត្តរបស់ព្រះពុទ្ធមាន3យ៉ាងទី1មិនឲ្យធ្វើបាបទាំងពួងគឺឲ្យវាចាកនៅអំពើទុច្ចរិតគឺជាការប្រព្រឹត្តអាក្រក់ហ្នឹងដោយកាយដោយវាចាដោយចិត្តក្តី
ពីឲ្យញ៉ាំងកុសលឲ្យដល់ព្រមគឺឲ្យប្រកបដោយសុចរិតគឺសេចក្តីប្រព្រឹត្តល្អដោយកាយដោយវាចានិងចិត្តជាដើមទី3ឲ្យយើងនឹងជំរះនៅចិត្តរបស់ខ្លួននេះឲ្យផោរផង់ចាក់គ្រឿងសៅហ្មងចិត្តមានលោភៈទោសៈនិងមោហៈជាដើមក្តីចំពោះអំពើទុច្ចរិតហ្នឹងគឺមាន3យ៉ាងទី1កាយទុច្ចរិតប្រព្រឹត្តអាក្រក់ដោយកាយទី2វិច័យទុច្ចរិតប្រព្រឹត្តអាក្រក់ដោយវាចា3មโนទុច្ចរិតប្រព្រឹត្តដោយចិត្តកាយសុចរិតហ្នឹងមាន3ទៀតទី1មានបាណាតិបតៈគឺសម្រាប់សត្វទី2អត្តនិទានៈលួចទ្រព្យគេ3កាមេសុមច្ឆាចារៈប្រព្រឹត្តខុសក្នុងកាមនៅក្នុងវិច័យទុច្ចរិតគឺមាន4មានមុសាវាទៈនិយាយកុហកគេ2វេសនាវាចានិយាយញុះញង់គេទី3ព្រោះសវាចានិយាយចាក់ដោតគេ4និយាយពាក្យឥតប្រយោជន៍ជាដើមហើយនៅក្នុងមโนសុចរិតហ្នឹងគឺមាន3យ៉ាងដែរមិនចង់រំពឹងរំពៃចង់បានរបស់គេមិនចង់ចិត្តប្រទុះសរាយដាក់គេ3ហ្នឹងឃើញត្រូវទៅតាមកន្លងធម៌ជាដើមអញ្ចឹងទៅនៅក្នុងសុចរិតហ្នឹងមាន3យ៉ាងនេះជាធម៌គួរប្រព្រឹត្តជាគួរធម៌គួរប្រណិប័តដែលយើងវាចាត់ចូលនៅក្នុងអកុសលមូលហ្នឹងគឺមាន3យ៉ាងវាគឺជាឫសគល់របស់អកុសលធម៌ហៅថាអកុសលមូលគឺអកុសលមូលនេះគឺមាន3យ៉ាងទី1លោកថាលោភៈចង់បានមិនចេះស្កប់បុគ្គលទាំងឡាយណាក៏ដោយបើមានសេចក្តីលោភៈហើយគឺមិនចិត្តហ្នឹងគឺអត់ចេះស្កប់ស្កល់ទេចង់បានហ្នឹងបាន1ហើយចង់បាន1ទៀតចង់បាន2ចង់បាន3ជាដើមចឹងទៅបាន3បាន4ហើយចង់បាន5ទៅទៀតទី2ទោសៈគិតប្រទុះគេណាគិតនឹងរកតាngườiធ្វើម៉េចឲ្យតែគេនឹងបែកបាក់ណាបន្ទុះសរាយដាក់គេខឹងគេដោយគ្មានហេតុផលចឹងទៅមានសេចក្តីទោសៈនៅក្នុងខ្លួនណាចិត្តហ្នឹងវាក្តៅដែរតែមានទោសៈហ្នឹងមិនចិត្តហ្នឹងវាអត់ស្ងប់ទេណាទី3ហ្នឹងមោហៈវង្វេងមិនដឹងការពិតណានេះវាសំខាន់ណាស់នៅក្នុងអកុសលនេះគឺប្រសិនបើយើងវង្វេងហ្នឹងមិនដឹងការពិតនេះវាជាមនុស្សដែលយើងពិបាកនៅក្នុងការអប់រំដែរកាលណាគាត់វង្វេងគាត់ថាខុសបែរជាត្រូវបែរជាខុសគិតគេវិជ្ជគិតគេហ្នឹងអវិជ្ជមានគ្រប់យ៉ាងជាដើមចឹងទៅមិនទទួលស្គាល់ការពិតហ្នឹងគឺវង្វេងលើសេចក្តីពិតឯងហ្នឹងហើយ3ហ្នឹងសំខាន់ណាស់នៅក្នុងការដែលយើងរស់នៅប្រចាំថ្ងៃរបស់យើងហ្នឹងកាលណាបើអកុសលមូលនេះយើងកើតមានមួយណាហើយអកុសលដទៃទៀតហ្នឹងមិនទាន់នឹងកើតរមែងកើតឡើងដែលកើតឡើងហើយក៏ចម្រើនច្រើនឡើងទៀតហេតុនេះហើយគួរតែលះបង់ឲ្យអស់ចេញទៅកុំឲ្យទាំង3នោះវានៅជាប់នៅក្នុងខ្លួនប្រាណរបស់យើងហើយចំពោះកុសលមូលវិញក៏ជាហេតុមួយគឺជាឫសគល់មួយរបស់កុសលធម៌ដែលលោកហៅថាកុសលមូលហ្នឹងគឺមាន3យ៉ាងដែរណាទី1គឺជាឫសគល់របស់កុសលធម៌ហ្នឹងគឺមាន3ទី1អលោភៈមិនចង់បានទេមិនចង់បានរបស់ណាដែលមិនមែនជារបស់ខ្លួននេះជាដើមទៅមិនចង់បានរបស់ណាដែលមិនខ្លួនមិនបានធ្វើហ្នឹងក៏មិនចង់បានដែរបានន័យថាបើបានរបស់ណាដែលធ្វើដោយរបស់ខ្លួនឯងមិនចង់បានរបស់គេដោយងាយងាយទេទី2អទោសៈមិនគិតប្រទោសគេទេបានន័យថាគេរើស៊ីបានប៉ុន្មានគឺប៉ុណ្្នឹងទៅមិនចំណែនមិនឈ្នាននេះមិនបៀតបៀនមិនចង់បានមិនគុំគួនមិនមានខឹងក្រោធអីទេមានតែសប្បាយចិត្តអីជាដើមចឹងទៅចឹងបានន័យថាអទោសៈហ្នឹងមិនគិតប្រទោសសរាយដាក់អ្នកណាមួយឡើយចំណែកឯទី3ហ្នឹងគឺអមោហៈមិនវែងទេបានន័យថាត្រូវថាត្រូវខុសថាខុសណាដឹងខុសដឹងត្រូវស្គាល់ល្អស្គាល់អាក្រក់ណាស្គាល់ទៅតាមកលៈទេសៈហ្នឹងគឺគាត់មិនវង្វេងទេចិត្តរបស់គាត់ហ្នឹងបើយើងនិយាយពីចិត្តស្ងប់ចឹងទៅចិត្តមិនវង្វេងមិនវង្វាន់បើគេធ្វើល្អហ្នឹងក៏ថាគេល្អទៅគេធ្វើបានទីចម្រើនថាគេរីចម្រើនទៅបានន័យថាឃើញអ្វីជាក់ស្ដែងពិតប្រាកដអីទៅដែរអញ្ចឹងកាលណាបើកុសលមូលនេះណាមួយមានហើយកុសលដទៃទៀតដែលមិនទាន់កើតហ្នឹងរមែងកើតឡើងដែលកើតឡើងហើយក៏ចម្រើនច្រើនឡើងហេតុនេះគួរតែឲ្យកើតមាននៅក្នុងសន្តានចិត្តរបស់យើងទៅឲ្យមានបើយើងមិនមានទេយើងមិនដកយើងរៀនណារៀនបណ្ដុះវាឲ្យធ្វើម៉េចបើថាយើងវាមិនទាន់អស់លះកាត់មិនទាន់អស់ទេយើងតែតែព្យាយាមធ្វើម៉េចឲ្យប្រសើរឡើងជាដើមចឹងទៅមួយចំណុចទៀតលោកថាបញ្ញត្តិរបស់សពបុរសមាន3យ៉ាងទី1គឺមានទានឲ្យរបស់មានថាឲ្យរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់អ្នកដទៃទាននោះសំខាន់ណាស់យើងមានហើយយើងចែករំលែកទៅ
nè thì phí bắp phải chi can thịt bùa làm bay chi ốp bái về chạ kho sầm đắp cả kho nè về chạ nó ban nàyทำให้ bắp phải chiនេះវាសំខាន់ដែរបានន័យថាឧបាយដែលរឿងសៅមកវាចាក់នៅក្នុងកន្លងខបានន័យថាពុទ្ធបរិស័ទទាំងឡាយហ្នឹងគាត់មិនពេលខ្លះរឿងរបស់ក្រហមហ្នឹងវាមានការស្មុគស្មាញជាខ្លាំងអញ្ចឹងធ្វើឲ្យយើងហ្នឹងភេទជាអ្នកបុណ្យវាមានភាពបានន័យថាបោះបង់នៅឧបាយហ្នឹងដើម្បីរកនៅភាពស្ងប់ស្ងាត់ភាពស្ងប់សុខសាន្តអីជាតាមហ្នឹងទៅអញ្ចឹងហើយបានជីវត្តអារាមហ្នឹងគឺឲ្យមានគេហៅថាមានសមាធិហ្នឹងគឺកន្លែងអប់រំចិត្តហ្នឹងគឺជាកន្លែងដែលស្ងប់ស្ងាត់នឹងឯងបានន័យថាកាលណាតែយើងមកវត្តហើយវាមិនមានជាកន្លែងដែលបង្កនូវភាពរំខានទេវាបង្កឲ្យយើងហ្នឹងចិត្តរបស់យើងបើនៅផ្ទះក្តៅចិត្តអញ្ចឹងពេលដែលយើងមកដល់នៅក្នុងវត្តហ្នឹងគឺយើងត្រជាក់ចិត្តអីចិត្តតាមអញ្ចឹងទៅបើយើងនិយាយពីឆ្នាំវិញចូលវត្តគឺជាឆ្នាំកែនៅជំនឿផ្លូវចិត្តរបស់យើងឲ្យល្អប្រសើរឡើងអញ្ចឹងទៅទី3មេត្តាបេតុឋានៈប្រណិប័តមេត្តាបិតាហ្នឹងតាមកន្លងខញាតិញោមយល់ហើយកាលណាយើងជាកូនយើងត្រូវតែគោរពតាមកន្លងខចេះអោនលំទោនចេះនេះជូនបាយជូនទឹកចេះខ្វាយខ្វល់ចេះមើលថែចេះទំនុកបំរុងចេះគាំពៀគាត់ចឹងទៅដើម្បីអីឲ្យខ្លាយទៅជាកូនហ្នឹងដែលមានតាមកន្លងធម៌ដែលលោកបានសម្ដែងជាកូនល្អជាកូនកតញ្ញូជាកូនដែលចេះដឹងគុណជាកូនដែលចេះគោរពមេត្តាបិតាជាដើមចឹងទៅអញ្ចឹងកូនយើងត្រូវតែចេះប្រណិប័តហ្នឹងហើយនៅក្នុងប្រណិប័តនឹងមិនខុសហ្នឹងគឺមាន3យ៉ាងទី1លោកថាឥន្ទ្រីសង្វរៈសិលឥន្ទ្រីសង្វរៈសម្រួមឥន្ទ្រីទាំង6គឺមានដូចជាភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តជាដើមហ្នឹងមិនអោយមានសោមនស្សឬក៏ទោមនស្សនៅក្នុងវេលាដែលឃើញរូបឮសំឡេងឃុំក្លិនស្រោបរសកាយពាល់ត្រូវដឹងពំមានអារម្មណ៍ចិត្តក្តីណាទី2ភោជនេមត្តញ្ញុតាអ្នកចេះស្គាល់ប្រមាណក្នុងការបរិភោគអាហារតែល្មមសំគួរមិនច្រើនហើយក៏មិនតិចដែរល្មមទៅតាមដែលយើងទៅតាមពេលតាមកាលតាមវេលាហូបនឹងលើសប្រមាណអីជាដើមចឹងទៅជាតិរិយានុយោគប្រកបដោយសេចក្តីព្យាយាមដើម្បីជំរះចិត្តនឹងឲ្យបរិសុទ្ធហ្មត់ចត់មិនឃើញដល់ការដេកច្រើនចឹងយ៉ាងម៉េចញោមព្យាយាមទៅជំរះចិត្តរបស់យើងទៅឲ្យបរិសុទ្ធឲ្យស្អាតឲ្យល្អអញ្ចឹងទៅបើថាយើងសម្រានហ្នឹងក៏កុំដេកច្រើនពេកចឹងទៅហ្នឹងហើយសម្អាតចិត្តនឹងឲ្យវាស្អាតឲ្យវាបរិសុទ្ធរបស់យើងហ្នឹងឲ្យវាជ្រះស្រឡះទៅរឿងដែលវាហួសហើយឲ្យវាហួសទៅចោះរឿងដែលវាកើតឡើងហើយវាកើតទៅចោះដោះបានប៉ុន្មានយកប៉ុណ្្នឹងទៅហើយរឿងដែលយើងដោះមិនបានទេទុកវាសិនទៅបានន័យថាយើងជំរះចិត្តរបស់យើងឲ្យស្អាតសិនដើម្បីអីដើម្បីយកទៅដោះស្រាយរឿងនឹងវិញយើងមិនអាចទុករឿងនឹងចោលទេណាកាលណាបើយើងទុករឿងនឹងចោលវាខ្លាយទៅជាជំងឺហើយអញ្ចឹងដើម្បីដោះស្រាយរឿងបានក៏តែយើងនឹងជំរះចិត្តរបស់យើងនឹងឲ្យវាស្ងប់សុខសិនឲ្យវាធូរស្បើយសិនឲ្យវាល្អសិនឲ្យវាស្អាតសិនហ្នឹងហើយបើយើងនិយាយអំពីថាភ្លើងដែលកំពុងតែក្តៅហ្នឹងវាក្តៅហើយយើងមិនអាចយកទៅលុបបានទេឲ្យវាឆេះនៃអំណាចនៃភ្លើងហ្នឹងឲ្យវាស្ងប់សុខសិនទៅឲ្យវាចិត្តរលត់សិនទៅឬក៏បើភ្លើងវាឆេះខ្លាំងយើងមិនអាចទៅយកដៃរបស់យើងឬក៏យើងរត់ទៅចូលទេយើងត្រូវមានឧបាយការពារថាអូភ្លើងឆេះយើងត្រូវរកអីដើម្បីពន្លត់វាដែលអាចពន្លត់វាបានហ្នឹងมันមានអ្វីទេគឺមានតែទឹកតែប៉ុណ្ណោះណាធាតុនៃទឹកហ្នឹងពេលខ្លះមិនប្រកាសថាទឹកហ្នឹងយើងត្រូវតែពន្លត់ភ្លើងបានទេតតែយើងហ្នឹងមានរបស់ដូចជានៅអាគីភ័យឆាបឆេះចឹងទៅយើងមិនអាចយកទឹកហ្នឹងទៅដាក់បានទេទឹកសុទ្ធអត់កើតទេញោមបងកាលណាតែមានទឹកសុទ្ធវាមិនអាចដើម្បីកម្ចាត់ភ្លើងហ្នឹងបានឲ្យទាន់ពេលវេលាទេគឺត្រូវមានធាតុផ្សំផ្សេងទៀតដែលយើងសិក្សានៅក្នុងនេះចឹងទៅឲ្យយើងដឹងថាអូពេលដែលអញ្ចឹងដូចជាឡានអាគីភ័យអញ្ចឹងគាត់មិនមែនដាក់តែទឹកសុទ្ធទេអញ្ចឹងគាត់ត្រូវមានថ្នាំដើម្បីអីថាដើម្បីពន្លត់ភ្លើងហ្នឹងពីព្រោះនៅក្នុងភ្លើងហ្នឹងវាមានធាតុច្រើនវាមានទាំងធាតុពេលខ្លះហ្នឹងភ្លើងហ្នឹងវាមានសាំងភ្លើងហ្នឹងវាមានខ្លាញ់ភ្លើងហ្នឹងវាមានរបស់ដែរឆាបឆេះជាមួយនឹងទឹកទៅទៀតដូចជាទៀនដូចជាអីអញ្ចឹងទៅដាក់ទឹកទៅវារត់តែខ្លាំងឡើងអញ្ចឹងហើយយើងត្រូវធ្វើម៉េចដើម្បីបង្ក្រាបបានគឺមានសាប៊ូមានអីអញ្ចឹងទៅដើម្បីកាត់បន្ថយនៅគេហៅថាភ្លើងហ្នឹងអាហ្នឹងគេហៅថាកំហឹងបើកើតឡើងហើយយើងត្រូវចេះរៀនសម្រួលចិត្តរៀនសម្រួលអារម្មណ៍របស់យើងឲ្យស្ងប់សុខឲ្យវាត្រជាក់សិនទៅបើថារឿងហ្នឹងវាតន់ហន់ពេកយើងកុំដោះស្រាយទៅតាមអ្វីដែលតន់ហន់ហ្នឹងយើងដោះមួយទៅដោះតាមដំណាក់កាលនេះមួយចឹងទៅហ្នឹងហើយអាហ្នឹងសំខាន់ណាស់ជាពិសេសនៅក្នុងការរស់នៅរបស់យើងហ្នឹងយើងព្យាយាមទៅហ្នឹងហើយចេះមកចត់ធ្វើអីឲ្យចេះមកចត់ចេះប្រុងប្រយ័ត្នហ្នឹងនៅក្នុងបញ្ញកិរិយាវត្ថុហ្នឹងគឺមាន3គឺជាវត្ថុនៃទីតាំងនៃការបំពេញបុណ្យហៅថាបញ្ញកិរិយាវត្ថុដោយខ្លីមាន3យ៉ាងនិយាយតែខ្លីអត់និយាយទាំងអស់ទេទាំងអស់វាមានច្រើនដែរនិយាយខ្លីហ្នឹងគេហៅថាមានទី1លោកថាទានមយៈបុណ្យសម្រាប់បានដោយការបរិច្ចាគទាន
បុណ្យកើតឡើងដោយការបរិច្ចាគទាននេះវាសំខាន់ណាស់បុគ្គលទាំងឡាយណាក៏ដោយបុគ្គលដែលរស់នៅបានស្អាតបានល្អបានហ្នឹងដោយសារតែបុណ្យសម្ដេចដោយការបរិច្ចាគនេះឯងទី2លោកថាសិលមយៈបុណ្យសម្ដេចដោយការរក្សាសិលបុគ្គលដែលមានសិលហើយសម្ដេចបានហ្នឹងមិនមែនសិលហ្នឹងជួយឲ្យយើងនឹងចេះហត់ចេះហើទេញោមសិលនេះឲ្យយើងរក្សាបានន័យថាបើយើងសម្ដេចដោយការរក្សាសិលបានហើយសិលនោះវាជួយឲ្យយើងយើងសិលហ្នឹងយើងត្រូវយល់អំពីអត្ថន័យនៃសិលហ្នឹងគឺជាការសម្រួមសិលហ្នឹងមិនមែនជាការហោះហើរទៅទីណាមួយវាសម្រេចបានដោយឈានទេសិលនេះឲ្យយើងហ្នឹងមានរបៀបណាឲ្យយើងហ្នឹងស្ងប់សុខឲ្យយើងហ្នឹងវាចាឲ្យយើងហ្នឹងចេះប្រុងប្រយ័ត្នសិលហ្នឹងហើយយើងត្រូវចេះរក្សាសិលសម្រាប់កាលណាបុគ្គលដែលមានសិលបុគ្គលដទៃទៀតគេចូលចិត្តគេស្រឡាញ់គេចូលចិត្តអ្នកដែលមានសិលបើយើងនិយាយមនុស្សគេថាចូលចិត្តមនុស្សល្អហ្នឹងហើយវាអត់ទៅជាប្រយោជន៍អីទេប៉ុន្តែមនុស្សហ្នឹងគេគោរពគេស្រឡាញ់ចឹងទៅគេកោតខ្លាចអញ្ចឹងបុគ្គលដែលមានសិលដូចគ្នាបុគ្គលណាដែលមានសិលគេខ្លាចគេកោតនៅគុណធម៌នៅរបស់គាត់ចឹងទៅបានន័យថាកោតខ្លាចនៅសេចក្តីល្អរបស់គាត់ទី3ភាវនាមយៈបុណ្យសម្ដេចដោយការចម្រើនភាវនាយើងចេះភាវនាសម្ដេចបាននឹងដោយការសមាធិដោយការភាវនានៅរកសេចក្តីពិតសេចក្តីល្អអីជាដើមចឹងទៅដែលយើងមានបានសម្ដេចដោយការចម្រើននៅភាវនាដែលមានអ្នកខ្លះហ្នឹងក៏គាត់ធ្វើសមាធិវិបស្សនាអីផ្សេងចឹងទៅហ្នឹងក៏សម្ដេចបានដែរសម្ដេចបានហ្នឹងដោយចិត្តរបស់យើងត្រូវថាស្ងប់សុខដែរភាវនានេះគឺតាំងចិត្តឲ្យស្ងប់ដោយមានការតាមដាននៅខ្យល់ចេញចូលរបស់យើងជាដើមចឹងទៅឲ្យចិត្តរបស់យើងហ្នឹងកុំឲ្យរវើរវាយអានេះគេហៅថាវិធីសាស្ត្រនៅក្នុងការព្យាបាលផ្លូវចិត្តដែលមានប្រសិទ្ធភាពបំផុតពីព្រោះថានៅក្នុងโลกយើងនេះវាមានរឿងជាច្រើនរឿងដែលស្មុគស្មាញរឿងដែលវាមិនសមប្រកបណាអញ្ចឹងហើយយើងត្រូវតែមានในការចម្រើននៅភាវនាចម្រើនហ្នឹងបើយើងនិយាយពីបុណ្យកុសលដូចយើងចម្រើននៅបុណ្យកុសលឲ្យនរណាម្នាក់អញ្ចឹងចម្រើនបុគ្គលកុសលហ្នឹងដូចជាមេត្តាបិតាយើងចម្រើនហ្នឹងមិនចម្រើននៅបុណ្យកុសលដែលយើងបានធ្វើហើយនេះយើងជូនបុណ្យឧទ្ទិសកុសលជូនទៅដល់លោកឯជាដើមអញ្ចឹងទៅប្រៀបដូចយើងបំភ្លឺផ្លូវកាលណាបើយើងមានតែអំពូលតែមួយយើងមិនអាចភ្លឺគ្រប់ជ្រុងជ្រោយទេតោះតែយើងនឹងមានអំពូលគ្រប់កន្លែងអញ្ចឹងទៅបើកន្លែងមួយត្រូវការអំពូល2យើងត្រូវដាក់អំពូល2បើកន្លែងខ្លះត្រូវការអំពូល3យើងត្រូវដាក់អំពូល3អញ្ចឹងទៅតាមទីកន្លែងទៅតាមពេលវេលាអញ្ចឹងយើងចេះចែករំលែកហ្នឹងហើយសាមញ្ញលក្ខណៈហ្នឹងគឺមាន3យ៉ាងទី1លក្ខណៈដែលមានស្មើទូទៅដល់សង្ខារទាំងពួងគេហៅថាសាមញ្ញលក្ខណៈឬក៏គេហៅថាត្រៃលក្ខក៏បានហើយក៏គេបានបែងចែកនឹងជា3យ៉ាងទី1លោកថាអនិច្ចតាសភាពជារបស់មិនទៀងទាត់កាលណាអនិច្ចតានេះនៅក្នុងរូបសត្វទាំងអស់ហ្នឹងតែតែមានជាសភាពមិនទៀងទាត់ទេបុគ្គលទាំងឡាយហ្នឹងតែងតែមានការប្រត់ប្រាស់ចាករបស់ទាំងអស់ហ្នឹងចឹងទៅវាអត់នៅថិតថេរទេរបស់ហ្នឹងវាតែងតែទៅចឹងទៅទី2ទុក្ខតាសភាពជាទុក្ខកើតមកហើយនឹងវាត្រូវតែមានទុក្ខបុគ្គលទាំងឡាយណាក៏ដោយបើកាលណាក៏រស់នៅហើយក៏ត្រូវតែមានទុក្ខมันអាចជៀសផុតទេញាតិញោមជាពុទ្ធបរិស័ទកាលណាទោះបីខ្លះហ្នឹងក៏ទុក្ខប្រពន្ធមិនទុក្ខប្រពន្ធក៏ទុក្ខកូនមិនទុក្ខកូនហ្នឹងក៏ទុក្ខញាតិរបស់យើងជាដើមចឹងទៅបើមិនទុក្ខប្រពន្ធមិនទុក្ខកូនមកជាទុក្ខរបស់ខ្លួនឯងចឹងទៅមានការឈឺដង្កាត់អីផ្សេងហ្នឹងវាជាសភាពជាទុក្ខហ្នឹងបុគ្គលទាំងឡាយនោះវាតែតែមាននៅសភាពជាទុក្ខហ្នឹងអញ្ចឹងយើងចេះប្រុងប្រយ័ត្នដែលបុគ្គលទាំងឡាយហ្នឹងគឺមានដូចគ្នាមិនអត់មានបុគ្គលណាមួយដែលអត់ទទួលនៅសេចក្តីទុក្ខហ្នឹងទេចំណែកទី3អនត្តតាសភាពជារបស់មិនមែនរបស់ខ្លួនទេអ្នកខ្លះក៏គាត់ប្រកាន់ច្រើនអ្នកខ្លះក៏គាត់គិតថាខ្លួនគាត់ហ្នឹងណាប្រកាន់អានេះរបស់អញអានោះរបស់អញអានេះជារបស់អញមិនកុំមកប៉ះកុំអីចឹងទៅតែចុងក្រោយបំផុតហ្នឹងអានេះជាទ្រព្យអញអានេះជាអីចឹងទៅតែចុងក្រោយអ្វីរបស់ទាំងអស់ហ្នឹងគឺមិនមែនជារបស់ខ្លួនទៅទៀតណាមិនសំបីតែខ្លួនប្រាណរបស់យើងនេះក៏មិនមែនជារបស់យើងដែរវាគ្រាន់តែមកនៅថិតថេរមួយរបស់យើងហ្នឹងមួយរយៈពេលខ្លីតែប៉ុណ្ណោះវានឹងឃ្លាតចាកនៅរាងកាយរបស់យើងហ្នឹងយើងទៅចាប់ទីកំណត់ផ្សេងទៀតអញ្ចឹងវាមិនមែនជារបស់យើងទេកុំឲ្យយើងនឹងមានការប្រកាន់ច្រើនពេកកុំឲ្យយើងនឹងគិតថាអូនៅជាប់ចម្ពាក់ច្រើនពេកនៅជាប់នៅសភាពដែលថាអូអញស្អាតអញចង់បានស្អាតអីជាដើមទាំងអត់ទេអញ្ចឹងរបស់ហ្នឹងមិនមែនជារបស់ខ្លួនទេវាគង់តែប្រែប្រួលវាជារបស់ដែលមិនមែនជារបស់ខ្លួនអញ្ចឹងនេះខ្ញុំសូមអនុមោទនា